គ្រប់គ្នាសិក្សាតែជាម្ចាស់នៃបុណ្យទេសនាមហាជាតិនេះជាមហាពុទ្ធយើងបាននឹករលឹកចំពោះគុណនៃព្រះមហាក្សត្រដែលព្រះអង្គធ្លាប់យកកំណើតកើតក្នុងជាតិដែលបំពេញនៅបារមត្តថាបារមីទានដល់ដងម្ដងដែលយើងស្គាល់ឈ្មោះថាព្រះបាទស្រីវេស្សន្តរកាលដែលធ្វើបុណ្យនេះឈ្មោះថាយើងបានជាញាតិនឹងព្រះពុទ្ធហើយព្រោះថារឿងដែលជាពុទ្ធប្រវត្តិនេះជាសក្តិព្រះដ៏មានពុទ្ធិមិនមែនជាសាច់រឿងរបស់មួយតែជាពុកជាបងជាប្អូនយើងទេប៉ុន្តែតែជ្រះថ្លានៅគុណទើបយើងបានរួបរួមសាមគ្គីគ្នាធ្វើនៅមហាទាននេះឡើងថ្ងៃសុខសុភលៀបសុភជ័យសិរីមង្គលបាទចូលកើតមានដល់បាទពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសបាទគ្រប់គ្នាបាទសុខចម្រើនគ្រប់គ្នាតែម្ដងបាទថ្ងៃនេះក៏មានដំណឹងពិសេសដំណឹងល្អចែករំលែកបន្ថែមដោយសារព័ត៌មានចែករំលែករបស់ខ្ញុំនឹងខ្លីៗចឹងថ្ងៃនេះខ្ញុំបាទសូមអាប់ដេតនៅវីដេអូវែងដើម្បីចែកជូនពុកម៉ែបងប្អូនតែម្ដងបាទឲ្យច្បាស់ 100% តែម្ដងពុកម៉ែបងប្អូនយើងអញ្ចឹងកុំឲ្យខាតពេលវេលាយូរបាទពុកម៉ែបងប្អូនយើងចូលបាទដល់សាច់រឿងតាក់ទងជាមួយនឹងកម្មវិធីបុណ្យទេសនាមហាជាដកឆ្នាំទី2ដែលប្រពធ្វើឡើងនៅរាជធានីរង្វែកបាទកូនភ្នំព្រំវិហារធរក្របការចូលរួមរបស់ពោះបាទព្រះអង្គធម្មវិទ្យាវិស័យចន្ទមនីថ្ងៃបើកកម្មវិធីគឺថ្ងៃទី21បាទ22 23 24 25 26បាទអញ្ចឹងក្រុងពូលីបើកកម្មវិធីថ្ងៃទី21ថ្ងៃពេលរសៀលប្រវត្តិមានរបស់ពោះព្រះអង្គធម្មវិទ្យាវិស័យចន្ទមនីបាទព្រះអង្គបានចូលរួមបាទក្នុងថ្ងៃនោះផងដែរបាទពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺពុកម៉ែបងប្អូនបានដឹងហើយថាកម្មវិធីគឺថ្ងៃទី21អញ្ចឹងពុកម៉ែបងប្អូនយើងប្រកាសជាចង់សួរបាទសំណួរជាច្រើនដែលគាត់សួរមកខ្ញុំបាទអ្វីដែលគាត់ចង់ដឹងគឺតើការចូលរួមនឹងគឺពុកម៉ែបងប្អូនអាចចូលរួមបានហើយទេអញ្ចឹងហើយគឺពុកម៉ែបងប្អូនយើងអាចចូលជាបច្ច័យក៏បានបាទពុកម៉ែបងប្អូនចូលរួមជាផ្លែឈើក៏បានទាំងអស់បាទគឺលោកជំទាវសៀងយ៉ាន់ហេងលោកបានប្រកាសជាសាធារណៈទទួលពុទ្ធបរិស័ទគ្រប់ទិសទីគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេសចូលរួមដោយក្តីជ្រះថ្លាពុកម៉ែបងប្អូនយើងអញ្ចឹងពុកម៉ែបងប្អូនចូលរួមដោយសេរីបាទកម្មវិធីនេះគឺកម្មវិធីបុណ្យយើងទាំងអស់គ្នាមិនមែនកម្មវិធីបាទរបស់លោកជំទាវផ្ទាល់ឬក៏កម្មវិធីរបស់ព្រះអង្គតែមួយអង្គទេណាពុកម៉ែបងប្អូនគឺកម្មវិធីបុណ្យនេះកម្មវិធីរបស់មហាពុទ្ធបរិស័ទប្រជាជនកម្ពុជាទូទាំងប្រទេសទាំងក្នុងនិងក្រៅប្រទេសគឺកម្មវិធីរបស់ពុទ្ធបរិស័ទគ្រប់រូបបាទនិយាយឲ្យរួមអញ្ចឹងកម្មវិធីនេះតលតែមានពុទ្ធបរិស័ទចូលរួមទើបកម្មវិធីនេះចាប់ដើមឡើងបានល្អប្រសើរបើមិនមានពុទ្ធបរិស័ទចូលរួមទេកម្មវិធីនេះគេមិនហៅថាកម្មវិធីទេសនាមហាជាដកទេគឺកម្មវិធីព្រះវេស្សន្តរបាទទេសនាមហាជាដកព្រះវេស្សន្តរនេះគឺកម្មវិធីចង់ឲ្យបាទពុទ្ធបរិស័ទទាំងក្នុងទាំងក្រៅប្រទេសរួបរวมសាមគ្គីគ្នាចាត់កម្មវិធីនេះឡើងណាពុកម៉ែបងប្អូនយើងដែលធម្មទេសនារបស់ព្រះអង្គក៏បានធ្វើនឹងចែករំលែកទៅដល់ពុកម៉ែបងប្អូនយើងផងដែរអញ្ចឹងកម្មវិធីនេះលុះត្រាតតែមានពុទ្ធបរិស័ទចូលរួមច្រើនទើបយើងអាចនិយាយបានថាធម្មទេសនាមហាជាដកព្រះវេស្សន្តរពុកម៉ែបងប្អូនយើងអញ្ចឹងត្រូវការឲ្យពុកម៉ែបងប្អូនយើងចូលរួមជាចាំបាច់តែម្ដងបាទអញ្ចឹងគឺពុកម៉ែបងប្អូនយើងចូលរួមបាទមានប៉ុណ្ណាយើងចូលប៉ុណ្ណឹងបាទមានប៉ុណ្ណាយើងចូលប៉ុណ្ណឹងមិនមែនថាយើងអត់មានលុយចូលបានទេពីឆ្នាំទៅណាពុកម៉ែបងប្អូនយើងគាត់មិនមានអីក៏គាត់ចូលបានដែរបើគាត់មិនមានលុយមិនមានកាក់មិនមានថវិកាទេគាត់អាចចូលតាមរយៈបាទទៅជួយពុកម៉ែបងប្អូនយើងគាត់អាចទៅជួយបាទតាមរយៈបាទការរៀបចំការចែករំលែកចឹងទៅ
បាទចឹងកម្មវិធីពុកម៉ែបងប្អូនយើងបានដឹងច្បាស់ការក្នុងការចែករំលែកផងដែរអញ្ចឹងខ្ញុំថាពុកម៉ែបងប្អូនចូលរួមឲ្យបានច្រើនកកកបាទសូមអរគុណ